ចូលមកដល់របៀបប្រើប្រាស់ម្ដងបងយក cycle បន្ទាប់មកបងរើសមុខងារកូតុងនេះគឺប្រភេទសាច់កណាត់ក្អែវចូលគ្នាមានខោមានអាវអញ្ចឹងខាងឆ្វេងនេះគេដាក់វ៉កខាងស្ដាំគេដាក់ត្រាយវ៉កនេះគឺបានបើកហើយមានន័យថាបោកហើយអត់សម្ងួតទេអញ្ចឹងបងត្រូវបើកកន្លែងពាក្យត្រាយបន្ទាប់មកពេលត្រាយនឹងបើកវ៉កបើកមានថាវាដរិចអូតូបោកសម្ងួតមុខងារមួយទៀតគឺបោកភួយបែទីងហ្នឹងបន្ទាប់មកបងជ្រើសរើសជាមួយនឹងសីតុណ្ហភាពក្តៅទឹកបងយកប្រភេទទឹកក្តៅម៉ែនអង្សាអញ្ចឹងទៅបើសិនជាបោកធម្មតាបងយកទឹកត្រជាក់ក៏បានដែរហើយបន្ទាប់មកបងរើសជាមួយនឹងរង្វិលជុំមានថាការសម្អាតម្ដងពីរដងអញ្ចឹងណាកន្លែងហ្នឹងបងបាច់ស្រែក៏បានដែរវាអូតូខ្លួនឯងបន្ទាប់មកបងចូលទៅកន្លែងទឹកសាប៊ូវាមានធ្លាក់ទឹកសាប៊ូអូតូមានតិចមានធម្មតាមានច្រើនមួយទៀតនេះគឺចូលទៅដល់ទឹកក្អូបមានមធ្យមមានតិចមានច្រើនទៅតាមតម្រូវការបងរើសក៏បានវាសិលេចអូតូតាមកៅអៅក៏បានដែរទៅតាមការប្រើប្រាស់របស់បងទេបន្ទាប់ពីជ្រើសរើសហើយបងចាប់ផ្ដើមចុចកន្លែង start នេះមកម៉ាស៊ីនវាដំណើរការមានមុខងារមួយទៀតគឺ wash and dry ចាំវាថាបោកហើយគឺសម្ងួតបងជ្រើសមុខងារហ្នឹងដល់ហើយក៏បានដែរកុំឲ្យបាក់ស្រែអញ្ចឹងណាប៉ុន្តែដូច21គីឡូសម្ងួតតែ11គីឡូទេបើសិនជាបងដាក់11គីឡូគត់វានឹងសម្ងួតទាំងអស់បងចង់សម្ងួតសុទ្ធបោកនៅខាងក្រៅហើយប៉ុន្តែបងចង់សម្ងួតក្នុងម៉ាស៊ីនបងយកពាក្យ dry only បន្ទាប់មកបងចាប់ដើមជ្រើសរើសជាមួយនឹងនីតិហើយថាប្រភេទសាច់កណាត់ស្ដើងអញ្ចឹងបងយក delicate នេះមក start ទៅអូខេអញ្ចឹងកុំឲ្យវីដេអូយូរពេកជួបគ្នាវីដេអូ